ដំណោះស្រាយជៀសវាងការបង់លុយនៅលើ app Telegram ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីវិធីដែលយើងអាច log in ចូល Telegram នៅលើ device ថ្មីដោយមិនចាំបាច់បង់លុយឲ្យ Telegram ទេប៉ុន្តែមុននឹងចាប់ផ្ដើមសូមអ្នកនរគ្នាជួយចុច follow ខ្ញុំម្នាក់មួយអូខេជាទូទៅបញ្ហានេះកើតឡើងភាគច្រើនទៅលើអ្នកដែលគាត់ដូរទូរស័ព្ទថ្មីអញ្ចឹងគាត់ត្រូវការ log in Telegram ចូលទូរស័ព្ទថ្មីរបស់គាត់អញ្ចឹងណាហើយនៅពេលដែលគាត់ log in ទៅគាត់ទទួលបានសារមួយប្រាប់ថាតើតែយើងបង់លុយឲ្យ Telegram សិនបានយើងអាចទទួលបាន OTP code បើយើងអត់បង់លុយទេគេអត់ផ្ញើ OTP code ឲ្យយើងទេអញ្ចឹងយើង log in ចូលអត់កើតទេអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងណាអ្នកនរគ្នាអាច follow តាមខ្ញុំបានជំហានដំបូងណាអ្នកនរគ្នាជាទូទៅត្រូវតែពេលដែលទិញទូរស័ព្ទថ្មីមកអ្នកនរគ្នាត្រូវការ copy ទូរស័ព្ទចាស់មកទូរស័ព្ទថ្មីហើយអញ្ចឹងពេលដែល copy ហើយសូមអ្នកនរគ្នាកុំទាន់អានលុប Telegram ចេញពីទូរស័ព្ទចាស់យើងត្រូវចូលឆែកសិនថានៅលើ Telegram របស់យើងហ្នឹងណា account របស់យើងហ្នឹងមានដាក់ two factor ហើយនៅបើអត់ទាន់ដាក់ទេអ្នកនរគ្នាចូលទូរស័ព្ទចាស់ហ្នឹងចូលទៅដាក់ two factor សិនទៅនេះ follow តាមវីដេអូរបស់ខ្ញុំបង្ហាញអ្នកនរគ្នារបៀបដាក់ two factor ហ្នឹងណាអូខេអ្នកនរគ្នាចូលទៅកាន់ setting នៅក្នុង Telegram ហើយយកពាក្យថា privacy and security បន្ទាប់មកអ្នកនរគ្នាឃើញខាងលើហ្នឹងមានពាក្យថា two step verification របស់ខ្ញុំ on របស់អ្នកនរគ្នា off អ្នកនរគ្នាត្រូវបើកវាចុចលើវាហ្នឹងទៅប៉ុន្តែអ្នកនរគ្នាត្រូវត្រៀមមាន password មួយជាមួយនឹង email មួយដើម្បីបញ្ចូលដែលអនុញ្ញាតឲ្យយើងបើក two step verification នឹងបានអូខេបន្ទាប់ពីយើងដាក់ two factor នៅលើ account Telegram យើងបានជោគជ័យហើយអ្នកនរគ្នាអាចចូលទៅក្នុងទូរស័ព្ទថ្មីរបស់អ្នកនរគ្នាហើយយើង log in ចូលក្នុង Telegram ធម្មតាទៅវាយលេខទូរស័ព្ទរបស់យើងអញ្ចឹងណាពេលហ្នឹង Telegram នឹងផ្ញើសារឬក៏ពេលខ្លះគេ call លេខ OTP ឲ្យយើង direct តែម្ដងអញ្ចឹងអ្នកនរគ្នាគ្រាន់តែយកលេខហ្នឹងវាយចូលក្នុង cloud ហ្នឹងទៅយើងអាច log in ចូល account យើងបានធម្មតាអញ្ចឹងខ្ញុំមានបទពិសោធន៍ធ្វើឲ្យអ្នកស្គាល់គ្នាច្រើនហើយជោគជ័យទាំងអស់អញ្ចឹងខ្ញុំគិតថាអ្នកនរគ្នាអាច follow តាមវិធីនេះទៅអ្នកនរគ្នាមិនចាំបាច់បង់លុយ Telegram ទេជាក់ស្ដែងទៅហើយខ្ញុំក៏ឃើញមានអ្នកខ្លះគាត់ comment ថាអូ Telegram ឥឡូវ error ច្រើនណាអានេះមិនមែនជាការ error ទេខ្ញុំបញ្ជាក់អ្នកនរគ្នា Telegram គេធ្វើកន្លែងនេះឲ្យគឺគេជួយយើងគេជួយឲ្យអ្នកប្រើប្រាស់ដើម្បីកុំឲ្យមានគេចូលលួចទិន្នន័យយើងបានស្រួលពេកគេព្យាយាមការពារយើងដោយឲ្យយើងចាក់សោមកតង់ទៀតទោះជាគេបានលេខទូរស័ព្ទរបស់យើងក៏ដោយក៏គេអាច log in ចូលក្នុងទូរស័ព្ទយើងបានដែរគឺគេត្រូវការសោមកតង់ទៀតដើម្បី log in ចូលបានអញ្ចឹងខ្ញុំសូមសួរអ្នកនរគ្នាវិញតើចំណុចនេះ Telegram ធ្វើនេះគឺផ្ដល់អត្ថប្រយោជន៍ដល់យើងឬក៏ផ្ដល់ការលំបាកឲ្យយើងវិញសូមអ្នកនរគ្នា comment ខាងក្រោមផងហើយបើអ្នកនរគ្នាចង់បានវីដេអូល្អៗបន្តទៀតសូមអ្នកនរគ្នាជួយចុច follow ខ្ញុំម្នាក់មួយទៅឲ្យខ្ញុំមានកម្លាំងចិត្តបង្កើតវីដេអូល្អៗជូនអ្នកនរគ្នាមើលបន្ត